បាទសួស្តីបងប្អូនអតិថិជនទាំងអស់គ្នាបាទថ្ងៃនេះរៀបចំបានអាឈើបាទមកទឹកមកពីប្រទេសជប៉ុនបាទហើយជាផលិតផលរបស់អាឡម៉ង់សុតបាទអានេះ Max Steel បាទស៊េរី MS 241C បាទ Max Steel បាទស៊េរីរបស់វា MS 241C បាទប្រភេទ MS 241C នេះបាទមានតំណែងផលិតនៅចិនទេបាទទោះជាបងប្អូនបាទជីកហោះទៅតិចនៅចិនក៏អត់មានលក់ដែរបាទអានេះមាននៅជប៉ុនហើយនៅអឺរ៉ុបបាទហើយទាំងសបោទាំងគេនៅអាឡម៉ង់នឹងឯងបាទហើយនៅជប៉ុនក៏ដូចគ្នាដែរបាទមិនថាជប៉ុនហ្នឹងគ្រប់មានគ្រប់តំបន់ណាបាទមានតំបន់ខ្លះមានលក់មានតំបន់ខ្លះក៏អត់មានលក់ដូចគ្នាទេបាទហើយនេះឡានរបស់វា4ទឹកបាទ4ទឹកពេញតែម្ដងបាទហើយមានស្រោមឡាមបាទស្រោមឡាមបាទនេះគ្រឿងក្រៅដែលខ្ញុំបន្ថែមគឺប្រេងលេងខ្ញុំដាក់ល្អជូនបាទអានេះ New West បាទចំណោះវា1លីត្របាទមួយកំប៉ុងនេះបើសិនជាបងប្អូនទិញនិយាយគឺ5រៀលបាទហ្នឹងហើយលក់លើទីផ្សារគឺមួយកំប៉ុង$5ហ្នឹងហើយនេះមិនខ្ញុំចេះថាណាបងប្អូនអាចសួរកន្លែងណាដែលគេមានលក់ពេញហ្នឹងបាទមួយកំប៉ុង5រៀលដូចគ្នាដែលឆាប Oregon បាទដើម$2 Oregon បាទនេះសោររចវៈបាទអាក្រែបងប្អូនគ្នានេះបាទទៀតដាក់អាក្រែជូនបាទដាក់ជំនុំរបស់ដែលខ្ញុំថែមគឺសិតតែរបស់ប្រើកាត់ទាំងអស់បងប្អូនគ្នាបាទមិនមែនថែមមានចំនួនតែថែមទេណាបាទហើយយកទៅប្រើកើតទេណាពេលលេងខ្ញុំដាក់ល្អជូនចឹងបាទហេតុអីបានខ្ញុំដាក់ប្រេងល្អរបស់ល្អបាទបងប្អូនទិញទៅយកទៅប្រើបាទមិនយកទៅទុកមើលទេអញ្ចឹងយើងយករបស់អន់ឲ្យបងប្អូនប្រើអត់កើតអញ្ចឹងបាទទី1ទី2ម៉ាស៊ីនខ្ញុំបាទគេហៅថាលំដាប់ស្ដាច់ម៉ាស៊ីននេះបាទអញ្ចឹងគ្រឿងក្រៅខ្ញុំដាក់ល្អជូនទាំងអស់បាទមកឈុតដែលខ្ញុំថែមហ្នឹងគឺសិតតែគេហៅថាពេញសាច់ពេញលេងតែម្ដងបាទហើយ MS 241C នេះបាទម៉ាស៊ីនគឺខុសប្រភេទម៉ាស៊ីនយើងធម្មតាបាទប្រភេទ MS 241C នេះបាទតួស៊ីឡាំងមកវាហ្នឹងបាទទីតានាមបាទទីតានាមស្រាលបាទហើយប្រភេទគ្រឿងក្រៅជ័រនេះបាទជ័រលេកបោនបាទស្រាលទេបាទប្រភេទឡាន4ទឹកនេះបាទទម្ងន់ស្រាលបាទបើកាត់ទម្ងន់ជាមួយបោះចិនបាទបោះចិនឡាន3ទឹកកន្លងទម្ងន់ស្មើវាបាទដោយសារជ័រធម្មតាមិនមែនជ័រលីកាបោនណាបាទអញ្ចឹងប្រភេទលីកាបោនគឺស្រាលបាទស្រាលហើយធន់នឹងកម្ដៅបាទដូចទីតានាមបាទស៊ីឡាំងមកវាទីតានាមបាទធន់នឹងកម្ដៅអេមបាទហើយខ្ញុំដាក់បងប្អូនសាកសមក៏ដូចបាទហើយ241ពិសេសត្រង់វាមានច្បាប់ខ្យល់នេះបាទចុចទៅស្រួលទីឆេះណាបាទគេយកថាតាក់ខ្សែឆេះហ្នឹងបាទអេមមិនសិនមកវាបាទហើយពេលច្បាប់បងខ្លាំងណាបងប្អូនហ្នឹងបាទ241ពេលច្បាប់បងខ្លាំងបងច្រើនពេលច្បាប់បងជុំដីបាទពេលមកចាំទឹកមករត់វល់ទេបាទទឹកមករត់វល់បាទហើយកង់តាក់ប្រភេទ MS 241C កង់តាក់អូតូបាទប្រឡែងចុចមកបលុតប្រឡែងវាមកវិញខ្លួនឯងបាទគេបាទកង់តាក់អូតូហើយប្រភេទអាឡម៉ង់សុតបងប្អូនយកទៅប្រើបាទមួយដឹងមួយបាទតម្លៃយើងទិញថ្លៃបាទទទួលស្គាល់ថាថ្លៃបាទប៉ុន្តែបើនិយាយពីគុណភាពវាល្អបាទគុណភាពវាល្អបើយើងប្រៀបធៀបបាទជាមួយនឹងអវ៉ាន់ថ្មីមួយចំនួនណាបាទថ្មីមួយចំនួន100ជាងទីទួចចុះក្រោមហ្នឹងបាទដាក់គ្រឿងក៏ស្មើអាឡម៉ង់មួយដែរបាទខ្ញុំនិយាយមែនតើបងប្អូនគ្នាបាទព្រោះអាឡម៉ង់សិតបាទគុណភាពវាបាទគ្រឿងក្រៅដែលបង្គុំចេញជាប្រភេទ 241C នេះបាទសុទ្ធតែជាស្ដាច់គ្រឿងបន្លាស់ហើយបាទហើយសុទ្ធជាប្រភេទស្ដាច់ជ័របាទប្រភេទស្ដាច់ទីតានាមឯងបាទបងប្អូនទៅប្រើប្រាស់គឺដឹងតែពេញចិត្តដឹងតែពេញថ្លើមបាទប្រើរាប់ឆ្នាំបាទហើយបងប្អូនដែលនៅតាមខេត្តគាត់ចង់បញ្ជាទិញបាទដាក់ចេះសម្រាប់បងប្អូនបានឃើញអ្នកគ្នាច្បាស់បាទបងប្អូននៅតាមខេត្តដែលគាត់ចង់បញ្ជាទិញបាទគាត់ចង់ឲ្យខ្ញុំផ្ញើក៏បានគាត់ចង់មកដល់ទីតាំងខ្លែងខ្ញុំក៏បានបាទហើយទីពីខាងខ្ញុំទៅបាទតម្រូវដាក់លើមកមុនបាទខ្ញុំផ្ញើបានតាមក្រោយបាទហើយមួយវិញទៀតបាទបងប្អូនយកទៅប្រើប្រាស់ខ្ញុំអត់គិតរយៈពេលទេបាទយកទៅប្រើប្រាស់ខែណាឆ្នាំណាបាទមានបញ្ហាយកមកជួសជុលកន្លែងវិញហ្នឹងបើសិនជាអត់ដូរគ្រឿងបន្លាស់គឺខ្ញុំអត់គិតលុយបងប្អូនទេបាទខ្ញុំគិតលុយតែបងប្អូនប្រើខូចខាត់បាក់បែកដូរគ្រឿងបន្លាស់អញ្ចឹងគឺខ្ញុំគិតតែថ្លៃគ្រឿងបន្លាស់ជូនបងប្អូនទេបងប្អូនយកទៅប្រើប្រាស់យកមកខ្ញុំមើលឲ្យអត់ដូរគ្រឿងគឺខ្ញុំធ្វើឲ្យខ្ញុំផ្ញើទៅបងប្អូនវិញបាទហើយអត់ឲ្យបងប្អូនរងចាំយូរទេបាទហ្នឹងហើយយូរតែផ្ញើទេបាទតែខ្ញុំធ្វើគឺអត់ឲ្យយូរទេបាទហើយគឺខ្ញុំរៀបចំផ្ញើទៅវិញបាទឧទាហរណ៍ថាផ្ញើមកដល់ព្រឹកហ្នឹងអញ្ចឹងខ្ញុំធ្វើថ្ងៃហ្នឹងហើយខ្ញុំផ្ញើទៅវិញល្ងាចនេះបានបាទហើយបងប្អូនមកទិញដល់ឃ្លាំងក៏បានដែរបាទនៅគីឡូម៉ែត្រ7ខណ្ឌអាសេកែវនៅខាងក្រៅផ្សារចាញ់ជំរះមួយលិចប្រហែលជា2គីឡូបងប្អូនអាចឆាតចូលពេកខ្ញុំតម្លៃ location ជូនបន្ថែមទៀតហើយបងប្អូន
មកខ្លាំងខ្ញុំចាប់ពីម៉ោង8ព្រឹកដល់ម៉ោង4ល្ងាចបាទហ្នឹងហើយបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងអរគុណបងប្អូនអរគ្នាបាទសូមអរគុណបាទសូមគោរពលា